យបានប្រើល្បែងទម្លាក់កំហុសរឿង scammer មកលើកម្ពុជាដើម្បីបិទបាំងអំពើពុករលួយនិងបណ្ដាញឧក្រិដ្ឋកម្មនៅក្នុងជួរអ្នកនយោបាយខ្លួនឯងគណៈដែលរដ្ឋមន្ត្រីជាន់ខ្ពស់និងយោធាថៃតែងតែព្យាយាមធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ថាកម្ពុជាគឺជាជំរករបស់ក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ scammer ដោយប្រើវាគឺជាលះទុច្ចរិតក្នុងចំនួននយោបាយជាមួយនឹងកម្ពុជាតែផ្ទុយទៅវិញនោះភស្តុតាងថ្មីនេះបានបង្ហាញថាប្រទេសថៃខ្លួនឯងទេដែលគឺជាប្រភពនិងគឺជាមជ្ឈមណ្ឌលលាងលុយកខ្វក់ដ៏ធំសម្បើមដែលមានការពាក់ព័ន្ធរហូតដល់អ្នកនយោបាយជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលថៃយោងតាមប្រភពសារព័ត៌មានចេញពីការិយាល័យបង្ក្រាបការលាងលុយកខ្វក់របស់ថៃកាលពីថ្ងៃទី22ខែធ្នូឆ្នាំ2025កន្លងទៅនេះលោកថែបស៊ូបវរឈោទីតារាដែលជាលេខាធិការការិយាល័យបង្ក្រាបការលាងលុយកខ្វក់បានបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិបន្ថែមក្នុងករណីបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញ scammer ដ៏ធំមួយទ្រព្យសម្បត្តិដែលត្រូវបានរឹបអូសមានតម្លៃសរុបជាង$326លានដែលនៅក្នុងនោះមានវត្ថុតាំងដ៏សំខាន់នោះគឺនាវាទេសចរលំដាប់ខ្ពស់ឈ្មោះ Atlas ដែលមានតម្លៃប្រមាណជា$36លានអាមេរិកអ្វីដែលធ្វើឲ្យកក្រើកខ្លាំងនោះគឺនាវាមួយនេះត្រូវបានគេរកឃើញថាគឺជារបស់ភរិយាលោក Ben Smith ដែលជាមេខ្លោងម្នាក់ក្នុងបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញ scammer នេះយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មាននៅក្នុងស្រុកថៃឈ្មោះសៀមរ៉ាត់នៅថ្ងៃទី24ខែធ្នូឆ្នាំ2025នេះបានឲ្យដឹងថាលោករាំងស៊ីម៉ាន់រ៉ូមដែលជាអនុប្រធានគណៈបកប្រជាជនថៃបានចេញមកដាក់សម្ពាធឲ្យស៊ើបអង្កេតស៊ីជម្រៅទៅលើទំនាក់ទំនងរវាងបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញ scammer នេះជាមួយទៅនឹងលោកធម្មណាតដែលជារដ្ឋមន្ត្រីកសិកម្មក្នុងជួររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី4ខែលោកអនុទីនឆាន់វីរៈគុលលោករាំងស៊ីម៉ាន់រ៉ូមបានលើកឡើងថានាវាដែលរឹបអូសបាននេះអាចជាមធ្យោបាយធ្វើដំណើរដែលត្រូវបានប្រើប្រាស់ក្នុងជំនួបនយោបាយដ៏សំខាន់នៅលើកោះលីប៉េដែលមានការចូលរួមពីសំណាក់អិសរាជយោនយោបាយមានឥទ្ធិពលរួមទាំងលោកថាក់ស៊ីនស៊ីនវត្ត្រាផងដែរនេះបានបង្ហាញយ៉ាងច្បាស់ថាជំនួសឲ្យការចាត់ប្រកាន់កម្ពុជាថៃគួរតែពិនិត្យមើលទៅនឹងដំបៅនៅក្នុងសាច់របស់ខ្លួនជាមុនសិនដែលបានបដិបណ្ដោយឲ្យក្រុមឧក្រិដ្ឋកម្មប្រើប្រាស់ទ្រព្យសម្បត្តិមហាសាលដើម្បីសោកប៉ាន់ឬមានទំនាក់ទំនងទុច្ចរិតជាមួយនឹងអ្នកមានអំណាចក្រុមអ្នកវិភាគនយោបាយថ្នាក់តំបន់បានលើកឡើងថាការដែលថៃតែងតែមូលបង្កាច់កម្ពុជាជុំវិញរឿងបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញ scammer គ្រាន់តែជាលេសនយោបាយប៉ុណ្ណោះក្នុងគោលដៅទុច្ចរិតចំនួន3យ៉ាងទី1ដើម្បីបង្វែរដានការបិទបាំងអំពើពុករលួយនិងបណ្ដាញឧក្រិដ្ឋកម្មដែលបានដោះស្រាយក្នុងប្រទេសថៃដើម្បីបំផុសស្មារតីជាតិនិយមក្នុងការប្រើប្រាស់រូបភាពអវិជ្ជមានរបស់ប្រទេសជិតខាងដើម្បីគៀងគរការគ្រប់គ្រងនៅក្នុងស្រុកដើម្បីលេះឈ្លានពានប្រើជាហេតុផលដើម្បីដាក់សម្ពាធផ្នែកយោធាឬការទូតមកលើកម្ពុជាការរឹបអូសទ្រព្យសម្បត្តិជាង$326លានអាមេរិកនិងការលេចចេញឈ្មោះអ្នកនយោបាយថៃពាក់ព័ន្ធទៅនឹងបណ្ដាញឆបោកប្រព័ន្ធអនឡាញ scammer គឺជាភស្តុតាងដែលមិនអាចប្រកែកបាននោះឡើយពិភពលោកគួរតែឈប់ជឿទៅលើការចាត់ប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់របស់ថៃមកលើកម្ពុជាហើយងាកមកសម្លឹងមើលការពិតដែលថាថៃគឺជាប្រភពនិងជាកន្លែងលាងលុយកខ្វក់ដ៏ធំបំផុតសម្រាប់ក្រុមបណ្ដាញឆបោកប្រព័ន្ធអនឡាញ scammer នៅក្នុងតំបន់អាស៊ីឧបត្ថម្ភដោយសាប៊ូដុសខ្លួន Dr. Q ជួយឲ្យស្បែកទន់ភ្លឺរលោងការពារបាក់តេរី 99% ក្លិនក្រអូបបែបធម្មជាតិជាប់បានយូរយើងស្រឡាញ់ខ្មែរគាំទ្រផលិតផលខ្មែរ